សួស្តីបងថ្ងៃនេះមករកបន្លែប្រចាំផ្ទះបាយរបស់បងស្រីចាប់មានម្ដងចង់ដឹងថាមានរសជាតិឆ្ងាញ់ប៉ុណ្ណាក៏ពិតទៅលពាក់មានប្រយោជន៍ច្រើនណាស់ត្បិតថាវារៀងយ៉ាប់បន្តិចមែនដោយសារតែវាបន្លាច្រើនយើងពិបាកបកបាក់លួសបាក់សក់វាអញ្ចឹងប៉ុន្តែប្រយោជន៍ច្រើនណាស់ដើមខ្ចីស្លហូបបានហើយផ្លែក៏ហូបបានហើយដើមរបស់វាចាស់ភាគច្រើនគាត់យកធ្វើជាឧបករណ៍ប្រើប្រាស់មានដូចជាលង្វើលដាក់ឆ្នាំងបកីឬមួយឧបករណ៍ផ្សេងតាមការច្នៃប្រឌិតរបស់គាត់ប៉ុន្តែរហូតមកដល់សម័យបច្ចុប្បន្ននេះក៏លែងសូវមានអ្នកធ្វើឲ្យដោយសារតែចាស់ពីមុនគាត់ចាស់ហើយគាត់ធ្វើឡើងកើតឲ្យក្មេងៗសម័យឥឡូវគិតថាវារកចំណូលបានតិចហើយវាពិបាកអញ្ចឹងទៅឲ្យក្មេងៗសម័យឥឡូវក៏មិនសូវចេះធ្វើអញ្ចឹងទៅក៏លែងសូវមានអ្នកធ្វើអញ្ចឹងទៅហើយភាគច្រើនបើឥឡូវគេដិតវាចោលដោយសារតែទុកវានៅច្រើនពេកវាកើតកដោកើតអីចឹងទៅវាកាត់ស្រូវកាត់អីចឹងទៅវាខូចទិន្នផលស្រូវអញ្ចឹងហើយវាលែងសូវសម្បូរដើមធំដូចពីមុនហ្នឹង